អញ្ចឹងអាត្មាសូមអំពាវនាវទាំងប្រជាប្រដ្ឋខ្មែរក្នុងប្រទេសក្រៅប្រទេសទាំងអស់ហ្នឹងសូមឲ្យថែរក្សាទំនៀមទម្លាប់ប្រពៃណីវប្បធម៌របស់ផងយើងដែលមានដល់ល្អហ្នឹងឲ្យគង់វង្សទាំងអស់គ្នាបងព្រោះយើងតែនិយាយថាអូយស្នេហាជាតិយើងដឹងថាក្នុងជាតិមានអីទេស្នេហាជាតិក្នុងជាតិវាមានទំនៀមទម្លាប់ប្រពៃណីមានសិល្បៈដូរតន្ត្រីវាមានសិល្បៈដូរតន្ត្រីមានតាំងពីម្ហូបអាហារសម្លៀកបំពាក់អានោះរបស់ជាតិបើយើងស្រឡាញ់ជាតិត្រូវរក្សាទំនៀមទម្លាប់ប្រពៃណីទាំងអស់ឲ្យគង់វង្សបើខ្មែរសប្តាហ៍ថ្ងៃបាត់បង់ច្រើនអស់ហើយណាបងនេះពាក្យថាស្នេហាជាតិគឺរបស់ទាំងអស់ហ្នឹងជាគ្រឿងអលង្ការរបស់ជាតិមួយតែបាត់អនុជាតិនឹងអាក្រាតយូរបាត់សោះសូន្យហើយបើយើងត្រូវតែរក្សាទំនៀមទម្លាប់ប្រពៃណីតាំងពីភាសាអក្សរសាស្ត្រសម្លៀកបំពាក់សិល្បៈដូរតន្ត្រីគ្រប់ប្រភេទទាំងអស់ហ្នឹងត្រូវរក្សាឲ្យបានព្រោះហ្នឹងបានឈ្មោះថាអ្នកស្នេហាជាតិព្រោះហ្នឹងសូមជម្រាបប៉ុណ្ណឹងបង